កញ្ញាជាទីគោរពនិងជាទីមេត្រីយើងមានព័ត៌មានរាជធានីខេត្តចុងក្រោយមួយទៀតទាក់ទិនទៅនឹងសាលាអន្តរជាតិ Bright Time បានចែកនៅវិញ្ញាបនបត្រដល់សិស្សដែលបញ្ចប់វគ្គសិក្សារបស់ខ្លួនលោកផូប៊ុនលេងប្រធានគណៈគ្រប់គ្រងនយោបាយនៃសាលាអន្តរជាតិ Bright Time និងជាស្ថាបនិក Bright Time Group បានលើកឡើងថាតាមរយៈលទ្ធផលនៃការសិក្សារបស់បងប្អូនសិស្សានុសិស្សកន្លងមកនេះសិស្សដែលបានបញ្ចប់វគ្គសិក្សាទាំងកម្រិតមត្តេយ្យនិងកម្រិតបឋមសិក្សាចំនួនប្រមាណជាង200នាក់និងសិស្សពូកែដែលមានចំណាត់ថ្នាក់ល្អក្នុងការសិក្សានិងទទួលបានប័ណ្ណសរសើរសរុបចំនួនជាង100នាក់លោកបានបញ្ជាក់ថាសាលាអន្តរជាតិ Bright Time នៅពេលបច្ចុប្បន្នសាលាបានពង្រីកសាខារបស់ខ្លួនរហូតទៅដល់17សាខាក្នុងរាជធានីភ្នំពេញក្នុងនោះមានសិស្សកំពុងសិក្សាចំនួនជាង7000នាក់មិនត្រឹមតែប៉ុណ្ណោះសាលាអន្តរជាតិក៏ដូចជាសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាង100សាកលវិទ្យាល័យទូទាំងប្រទេសសូមជម្រាបជូនថាសាលាអន្តរជាតិ Bright Time បានបង្កើតឡើងតាំងពីឆ្នាំ2005មកម្លេះដោយមានបើកបង្រៀនថ្នាក់ចំណេះដឹងទូទៅជាភាសាខ្មែរពីថ្នាក់មត្តេយ្យដល់ទី6និងភាសាអង់គ្លេសគ្រប់កម្រិតក្នុងនោះមានគ្រូដែលមានបទពិសោធន៍បង្រៀនជាច្រើនឆ្នាំរួមមានបុគ្គលិកបរទេសនិងគ្រូខ្មែរសរុបជាង400នាក់
បាទឯសួរបងឲ្យឃើញថាបច្ចុប្បន្ននេះវិស័យឯកជនតកតទៅនឹងការអប់រំជាច្រើនដូច្នេះហើយសាលាអន្តរជាតិ Bright Time មានយុទ្ធសាស្ត្រយ៉ាងណាដែរហើយដើម្បីធ្វើការអប់រំដល់សិស្សានុសិស្សយើងបើសិនជាយើងនិយាយពីបច្ចុប្បន្នប្រទេសកម្ពុជាយើងកំពុងតែមានការវិវត្តទៅមុខជាលំដាប់ដូចនេះហើយដោយពាក្យស្លោកមួយគ្នាយើងលើកឡើងថាចង់ដាំដើមឈើឲ្យបណ្ដុះឫសចង់ដាំធនធានឲ្យបណ្ដុះចំណេះដឹងចាអញ្ចឹងឆ្លើយតបទៅនឹងការបណ្ដុះចំណេះដឹងទៅលើធនធានមនុស្សនេះគឺសាលាអន្តរជាតិ Bright Time បានខិតខំពង្រឹងនិងពង្រីកគុណភាពទៅលើវិស័យអប់រំហើយការប្រពៃនៃកម្មវិធីនេះឡើងនេះការចែកសញ្ញាបត្រនេះគឺគោលដៅរបស់យើងគឺយើងចង់ឲ្យកូនសិស្សគាត់មានឆន្ទៈមានគំនិតដើម្បីឈានទៅរកគោលដៅនៅថ្ងៃអនាគតដើម្បីឲ្យខ្លាយជាធនធានពិតប្រាកដសម្រាប់សង្គមជាតិចា៎បងអីគឺថាសាលាអន្តរជាតិ Bright Time នេះបង្កើតឡើងជាពេលប្រហែលឆ្នាំហើយរហូតមកដល់ពេលនេះមានគ្រូរៀនទៅដូចជាសិស្សប្រហែលដែរបើសិនបើយើងគិតពី Bright Time យើងរាប់ពីការចាប់បដិសន្ធិទៅដាក់បដិសន្ធិមកគឺបើរាប់ទៅគឺរយៈកាលគឺ10ឆ្នាំហើយចំនួនអត្រាសិស្សរបស់យើងគឺមានចំនួនសរុបប្រមាណជាចា 7,000 នាក់ចាកម្រិតនៃភាពជោគជ័យកម្រិតណាយើងអាចថាយើងមិនទាន់ដល់គោលដៅដែលយើងរំពឹងទុកទេប៉ុន្តែក្តីសង្ឃឹមរបស់យើងនឹងឈានទៅដល់គោលដៅដែលយើងរំពឹងទុកចាហើយទន្ទឹមនឹងមានការផ្ដល់នៃការរៀនយ៉ាងល្អពីសាលាតែទន្ទឹមនោះការនៃបងមានអ្វីជាការសំណើទៅដល់វិទ្យាល័យដល់សិស្សឲ្យមានការចូលរួមថែមក្នុងការធ្វើខំសិក្សាតកតទៅនឹងចំណុចនេះគឺសូមអំពាវនាវដល់អាណាព្យាបាលទាំងអស់ជួយចូលរួមជាកម្លាំងគេហៅថាកម្លាំងជំរុញសម្រាប់បងប្អូនសិស្សសានុសិស្សដូចជាការលើកទឹកចិត្តជាតកតងជាមួយនឹងការសិក្សារបស់គាត់ដូចជាការជួយត្រួតពិនិត្យទៅលើសកម្មភាពនៃការរៀនសូត្ររបស់គាត់ចាក៏ដូចជាការជួយជំរុញឲ្យគាត់ចូលមកក្នុងសាលាដើម្បីទទួលយកការអប់រំមួយដ៏ពិតប្រាកដការជ្រើសរើសដ៏ល្អរបស់អាណាព្យាបាលគឺជាផ្លូវសម្រាប់ឈានទៅរកភាពជោគជ័យនៃអនាគតរបស់កូនៗបាទបងឯងសូមមើលសំណួរខ្ញុំក្រោយបងឯងអាចបញ្ជាក់បានទេថាសិស្សានុសិស្សដើម្បីឲ្យជោគជ័យក្នុងការសិក្សាគាត់គួរប្របីហើយយ៉ាងណាសម្រាប់ខ្ញុំគិតថាកូនសិស្សបើសិនបើគាត់អាចនឹងជោគជ័យទៅលើការសិក្សារបស់គាត់បានវាមានកត្តាជាច្រើនទី1គឺកត្តាអាណាព្យាបាលទី2គឺកត្តាបរិស្ថានបរិយាកាសជុំវិញខ្លួនគាត់ទី3គឺកត្តាសាលាអញ្ចឹងនៅពេលដែលគាត់ទទួលបានកត្តាទាំងអស់នេះហើយបូករួមនឹងការបណ្ដុះនៅឆន្ទៈនៃការសិក្សារបស់គាត់គោលដៅនៃជីវិតរបស់គាត់បានច្បាស់លាស់គាត់នឹងទទួលបានអ្វីដែលជាជោគជ័យសម្រាប់ជីវិតរបស់គាត់ចា៎